បងប្អូនទាំងអស់គ្នាបងប្អូនជឿអត់ថានៅក្នុងចិត្តរបស់មនុស្សយើងតែមានបំណងចង់បានរបស់ថ្មីជានិច្ចមិនត្រឹមតែបងប្អូនទេដូចជាខ្ញុំជាដើមគឺខ្ញុំតែចង់បានរបស់ដែលស្អាតហើយថ្មីដូច្នេះហើយខ្ញុំធ្វើការប្រឹងប្រែងសន្សំលុយដើម្បីទិញរបស់ថ្មីនៅក្នុងការប្រើប្រាស់ឧទាហរណ៍ដូចជា iPhone ចេញស៊េរីថ្មីគឺខ្ញុំចង់បានដោយសារតែកាមេរ៉ាវាស្អាតហើយរូបរាងវាទំនើបអីចឹងទៅហើយមួយទៀតយើងក៏មានបំណងអនាគតចង់រស់នៅកន្លែងដែលថ្មីដូចជាខ្ញុំកើតនៅក្នុងទីកន្លែងដែលជនបទនៅឯខេត្តបាត់ដំបងអញ្ចឹងហើយខ្ញុំចង់រស់នៅក្នុងទីក្រុងហើយខ្ញុំសន្សំលុយនៅក្នុងការបន្តការសិក្សារៀននៅក្នុងទីក្រុងរហូតដល់សប្តាហ៍ថ្ងៃនេះគឺខ្ញុំរស់នៅក្នុងទីក្រុងសេអ៊ូលចំកណ្ដាលក្រុងនៃប្រទេសកូរ៉េតែម្ដងហើយខ្ញុំពិតជាសប្បាយចិត្តមែនទែនដែលខ្ញុំបានមកនៅក្នុងទីក្រុងដ៏ទំនើបមួយហ្នឹងហើយមួយទៀតនៅក្នុងចិត្តរបស់យើងតែចង់ចាប់ផ្ដើមអ្វីដែលថ្មីចង់រៀនអ្វីដែលថ្មីទាំងរបស់ប្រើប្រាស់ទាំងការរស់នៅទាំងទីកន្លែងនិងអ្វីផ្សេងគឺយើងចង់បានតែអ្វីដែលស្អាតហើយនឹងថ្មីជានិច្ចថាអត់ក៏ប៉ុន្តែបងប្អូនត្រូវដឹងចំណុចមួយការដែលយើងផ្លាស់ប្ដូរនៅរូបរាងខាងក្រៅនៃខ្លួនរបស់យើងគឺវាជារឿងដែលងាយស្រួលបំផុតពីព្រោះបងប្អូនគ្រាន់តែប្រឹងប្រែងបន្តិចបងប្អូនអាចទទួលបាននៅអ្វីដែលថ្មីដែលបងប្អូនចង់បានដូច្នេះហើយការផ្លាស់ប្ដូរនៅខាងក្រៅខ្លួនរបស់យើងវាគឺជារឿងដែលងាយស្រួលទេក៏ប៉ុន្តែការដែលយើងផ្លាស់ប្ដូរផ្នែកខាងក្នុងចិត្តរបស់យើងបេះដូងរបស់យើងរួមទាំងព្រលឹងវិញ្ញាណរបស់យើងឲ្យបានថ្មីនោះវាគឺជារឿងដែលពិបាកដូច្នេះហើយមនុស្សយើងគឺត្រូវការព្រះយេស៊ូវគ្រីស្ទត្បិតព្រះអង្គគឺជាព្រះអង្គទ្រង់អាចផ្លាស់ប្ដូរនៅដួងចិត្តរបស់យើងព្រលឹងវិញ្ញាណរបស់យើងឲ្យបានថ្មីឡើងវិញផងដែរត្បិតព្រះបន្ទូលរបស់ព្រះអង្គដំណឹងល្អរបស់ព្រះអង្គនៅពេលដែលយើងបានឮហើយបានជ្រាបចូលនៅក្នុងបេះដូងរបស់យើងនៅក្នុងចិត្តគំនិតរបស់យើងធ្វើឲ្យព្រលឹងយើងបានคล้ายទៅជាថ្មីឡើងវិញធ្វើឲ្យបេះដូងចិត្តគំនិតរបស់យើងបានថ្មីឡើងវិញផងដែរដូច្នេះព្រះយេស៊ូវទ្រង់មិនត្រឹមតែផ្លាស់ប្ដូរយើងទាំងអត្តចរិតនិងអាកប្បកិរិយាខាងក្រៅរបស់យើងប៉ុណ្ណឹងនោះទេក៏ប៉ុន្តែព្រះអង្គបានផ្លាស់ប្ដូរទាំងខាងក្រៅនិងខាងក្នុងរួមទាំងចិត្តបេះដូងនិងព្រលឹងវិញ្ញាណផងដែរដូច្នេះហើយនេះគឺជាមូលហេតុដែលនៅថ្ងៃនេះយើងនឹងសិក្សាជាមួយគ្នាជីវិតថ្មីនៅក្នុងព្រះអម្ចាស់យេស៊ូវគ្រីស្ទឥឡូវយើងនឹងសិក្សាស្វែងយល់ស៊ីជម្រៅជាមួយគ្នាខ្ញុំនឹងធ្វើការបែងចែកនៅ3ចំណុចធំដើម្បីឲ្យយើងស្វែងយល់អំពីជីវិតថ្មីនៅក្នុងព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទបងប្អូនប្រហែលជាឆ្ងល់ថាយើងបានកើតម្ដងរួចហើយតើយើងកើតជាថ្មីយ៉ាងម៉េចដើម្បីឲ្យយើងយល់នៅចំណុចកើតជាថ្មីនេះសូមយើងអាននៅក្នុងព្រះគម្ពីរយ៉ូហានជំពូក3ខ3ជាមួយគ្នាជាមុនសិនសូមយើងអានជាមួយគ្នាព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថាប្រកាសមែនខ្ញុំប្រាប់អ្នកជាប្រកាសថាបើមិនបានកើតជាថ្មីនោះគ្មានអ្នកណាអាចនឹងឃើញនគរព្រះបានទេអាមែននៅក្នុងព្រះបន្ទូលមួយនេះយើងឃើញថាមានបុរសម្នាក់ដែលគាត់ជាអ្នកចេះដឹងជ្រៅជ្រះមែនទែនគាត់បានទៅជួបព្រះយេស៊ូវហើយគាត់បានសួរព្រះយេស៊ូវថាព្រះអង្គតើយើងត្រូវធ្វើដូចម្តេចទើបយើងដឹងថាយើងអាចទៅនគរស្ថានសួគ៌បានក្រោយមកព្រះយេស៊ូវទ្រង់មានបន្ទូលឆ្លើយតបទៅគាត់ថាប្រសិនបើអ្នកមិនបានកើតជាថ្មីទេនោះអ្នកមិនអាចទៅនគរស្ថានសួគ៌បានឡើយដូច្នេះដើម្បីឲ្យយើងបានសង្គ្រោះយើងបានទៅឋានសួគ៌លុះត្រាតែយើងកើតជាថ្មីជាមុនសិនដើម្បីឲ្យយើងយល់អំពីការកើតជាថ្មីបងប្អូនត្រូវដឹងថាយើងរាល់គ្នាគឺយើងកើតរួចម្ដងហើយនេះគឺជាជីវិតចាស់របស់យើងសពថ្ងៃយើងកើតមកដោយជាប់និស្ស័យនៃអំពើបាបពីជីដូនជីតាឪពុករបស់យើងគឺអាដាមគឺយើងកើតមកក្នុងអំពើបាបហើយយើងក៏រស់នៅក្នុងអំពើបាបដែរ
ហើយអំពើបាបដែលមាននៅក្នុងចិត្តរបស់យើងវាត្រូវបានចេញផលផ្លែតាមរយៈការប្រព្រឹត្តរបស់យើងខ្ញុំលើកឧទាហរណ៍ដូចជាការលួចការឆក់ការបោកបន្លំការកាប់សម្លាប់គ្នាការសំអប់ការខឹងឈ្នានីសគឺទាំងអស់ហ្នឹងគឺវាកើតចេញតាមរយៈចិត្តរបស់យើងដែលមានក្នុងយើងវាចេញផលផ្លែតាមរយៈសកម្មភាពនៃជីវិតរបស់យើងដូច្នេះហើយដើម្បីកាត់ផ្តាច់ឫសគល់នៃអំពើបាបរបស់យើងគឺយើងត្រូវការព្រះយេស៊ូវគ្រីស្ទគឺព្រះយេស៊ូវព្រះអង្គទ្រង់បានកាត់ផ្តាច់និស្ស័យបាបដែលមាននៅក្នុងយើងហើយព្រះបន្ទូលរបស់ព្រះអង្គហើយព្រះវិញ្ញាណរបស់ព្រះអង្គបានធ្វើការផ្លាស់ប្ដូរយើងជាថ្មីបានធ្វើឲ្យយើងបានកើតជាថ្មីខាងឯព្រលឹងវិញ្ញាណបងប្អូនបានដឹងហើយថាមនុស្សម្នាក់មិនអាចកើតបានពីរដងនោះទេគឺយើងកើតម្ដងគឺសាច់ឈាមរបស់យើងបានកើតតាមរយៈឪពុកនិងម្ដាយរបស់យើងធ្វើឲ្យយើងបានចាប់កំណើតនៅលើផែនដីនេះនោះគឺជាការចាប់កំណើតខាងរូបកាយក៏ប៉ុន្តែបងប្អូននៅក្នុងព្រះបន្ទូលបានប្រាប់ថាយើងអាចទៅនគរស្ថានសួគ៌បានលុះត្រាតែយើងកើតជាថ្មីហើយការកើតជាថ្មីនេះមិនមែនព្រះអង្គសំដៅទៅលើការកើតរូបកាយនោះទេក៏ប៉ុន្តែគឺជាការកើតជាថ្មីខាងព្រលឹងវិញ្ញាណរបស់យើងដូច្នេះដើម្បីឲ្យយើងបានកើតជាថ្មីលុះត្រាតែយើងកាត់ផ្តាច់នៅនិស្ស័យបាបនៅខាងក្នុងរបស់យើងជាមុនសិនហើយព្រះអង្គនឹងធ្វើការផ្លាស់ប្ដូរដួងចិត្តរបស់យើងឲ្យយើងคล้ายទៅជាមនុស្សថ្មីឲ្យយើងបានកើតជាថ្មីនៅក្នុងព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទប្រកបណាស់បងប្អូនពិបាកនៅក្នុងការយល់ថាបងប្អូនកើតម្ដងហើយតើបងប្អូនកើតជាថ្មីម្ដងទៀតបានដោយរបៀបណាអញ្ចឹងដើម្បីឲ្យបងប្អូនងាយស្រួលយល់ខ្ញុំនឹងធ្វើជាឧទាហរណ៍មួយសម្រាប់បងប្អូនខ្ញុំលើកឧទាហរណ៍ថាខ្ញុំមានទូរស័ព្ទមួយគ្រឿងនេះគឺជាទូរស័ព្ទហ្នឹងទូរស័ព្ទរបស់ខ្ញុំគឺប្រើធម្មតាទេបងប្អូនជាធម្មតាគឺដើរលឿនអីស្មូតធម្មតាក៏ប៉ុន្តែដោយសារតែខ្ញុំប្រើវាយូរទៅស្រាប់ពេលមិនដឹងម៉េចវាចាប់ផ្ដើមកាំងណាវាចាប់ផ្ដើមដើរកាំងចាប់ផ្ដើមមានជាប់អញ្ញៃអញ្ចឹងទៅហើយដើរ slow មែនទែនអញ្ចឹងបងប្អូនសាកគិតមើលធ្វើម៉េចធ្វើឲ្យទូរស័ព្ទដែលដើរយឺតមួយហ្នឹងវាคล้ายទៅជាដើរលឿនដោយការដែលយើងទិញថ្មីហ្នឹងតើយើងធ្វើយ៉ាងម៉េចអញ្ចឹងបងប្អូនប្រហែលជាគិតថាយើងយកកណាត់ហើយយកមកជូតវាខាងខ្យៅនឹងឲ្យជ្រះដីឲ្យជ្រះអីអញ្ចឹងគិតថាដើរលឿនហើយបន្តមកទៀតបងប្អូនចាប់ផ្ដើមបើកវាហើយលុបវីដេអូលុបរូបភាពអីមួយស្លឹកពីរស្លឹកអីចឹង3ស្លឹកអីចឹងទៅអញ្ចឹងសំណួរសួរថាបងប្អូនធ្វើអញ្ចឹងហើយទូរស័ព្ទនឹងដើរលឿនដែរអត់ប្រកាសជាអត់អាចទេបងប្អូនអញ្ចឹងដើម្បីឲ្យវាដើរលឿនឡើងវិញលុះត្រាតែបងប្អូនចូលទៅកាន់ setting ហើយបន្ទាប់បងប្អូន reset ម៉ាស៊ីននឹងចោលទាំងអស់ឡើងវិញទើបទូរស័ព្ទនឹងคล้ายទៅជាទូរស័ព្ទដែលថ្មីហើយដើរលឿនវិញបានអញ្ចឹងដូចគ្នាដែរនៅក្នុងជីវិតរបស់យើងបងប្អូនគ្រាន់តែផ្លាស់ប្ដូរខាងក្រៅដោយបងប្អូនតស៊ូប្រឹងប្រែងហើយផ្លាស់ប្ដូរតែខាងក្រៅរបស់យើងគឺបងប្អូនមិនអាចទទួលបានជីវិតថ្មីបាននោះឡើយគឺព្រះយេស៊ូវគ្រីស្ទព្រះអង្គ reset យើងព្រះអង្គបានផ្លាស់ប្ដូរដួងចិត្តរបស់យើងទាំងខាងក្នុងជាថ្មីឡើងវិញឲ្យយើងបានជីវិតថ្មីហើយតាមរយៈព្រះបន្ទូលរបស់ព្រះអង្គបានផ្លាស់ប្ដូរយើងទាំងខាងក្រៅទាំងខាងក្នុងឲ្យបានថ្មីឡើងវិញនេះគឺជាឧទាហរណ៍មួយដើម្បីបងប្អូនយល់អំពីការកើតជាថ្មីជីវិតចាស់របស់យើងគឺមិនអាចទទួលបានសេចក្តីសង្គ្រោះបានទេក៏ប៉ុន្តែនៅពេលដែលព្រះអង្គបានផ្លាស់ប្ដូរយើងជាមនុស្សថ្មីយើងคล้ายទៅជាកូនរបស់ព្រះអង្គហើយព្រះអង្គជាឪពុករបស់យើងហើយយើងទទួលបានជីវិតថ្មីនៅក្នុងព្រះគុណនិងព្រះពររបស់ព្រះជាម្ចាស់ចំណុចទី2ដើម្បីឲ្យយើងទទួលបាននូវជីវិតថ្មីលុះត្រាតែយើងលះបង់ចោលនៅជីវិតចាស់របស់យើងជាមុនសិនអញ្ចឹងតើការដែលយើងលះបង់ចោលនៅជីវិតចាស់របស់យើងនឹងតើវាមានន័យយ៉ាងម៉េចមុននឹងយើងសិក្សាឲ្យបានពិស្ដារនៅចំណុចនេះសូមបងប្អូនអាននៅក្នុងព្រះបន្ទូលមួយជាមួយគ្នាគឺនៅក្នុងកូរិនថូសខ្សែទី2ជំពូក5ខ17សូមយើងអានជាមួយគ្នា17បានជាបើអ្នកណានៅក្នុងព្រះគ្រីស្ទនោះឈ្មោះថាបានកើតជាថ្មីហើយអស់ទាំងសេចក្តីចាស់បានកន្លងបាត់ទៅមើលគ្រប់ទាំងអស់បានត្រឡប់ជាថ្មីវិញអាមែនបងប្អូនទាំងអស់គ្នា
នៅពេលដែលយើងទទួលជឿព្រះយេស៊ូវគ្រីស្ទនោះអំណាចព្រះចេស្តារបស់ព្រះអង្គនឹងគង់នៅក្នុងយើងហើយព្រះអង្គនឹងធ្វើការនៅក្នុងជីវិតយើងផងដែរអំពើបាបដែលយើងបានប្រព្រឹត្តកាលពីពេលកន្លងទៅគឺត្រូវបានអត់ទោសរួចហើយរាល់ទាំងកំហុសរាល់ទាំងសេចក្តីអាម៉ាស់រាល់ទាំងវិបដិសារីដែលយើងបានមានកាលពីមុនគឺត្រូវបានព្រះអង្គលើកលែងហើយបានកន្លងផុតទៅហើយពេលនេះគឺព្រះអង្គទ្រង់បានប្រទាននៅអត្តសញ្ញាណថ្មីសម្រាប់យើងរួចហើយបងប្អូនមានឯកសិទ្ធិនៅក្នុងការឈានជើងដើម្បីបើកនៅទំព័រជីវិតថ្មីនៅក្នុងព្រះជាម្ចាស់ដោយពាក្យខ្មែរបានប្រាប់ថាជីវិតចាស់គឺឆាចោលឥឡូវយើងចាប់ផ្ដើមថ្មីយើងចាប់ផ្ដើមជីវិតថ្មីគឺយើងទទួលបាននៅទំព័រនៃជីវិតថ្មីដោយការចាប់ផ្ដើមជាមួយនឹងព្រះយេស៊ូវគឺបងប្អូនជាកូនស្ងួនភ្នាជាទីស្រឡាញ់របស់ព្រះខ្ញុំលើកឧទាហរណ៍មួយដើម្បីបងប្អូនងាយយល់ខ្ញុំមានប្អូនម្នាក់ដែលជាប្អូនធម៌ហើយគាត់មានជំងឺឈឺជាទម្ងន់ខ្ញុំមានប្អូនប្រុសម្នាក់ដែលគាត់គឺជាប្អូនធម៌របស់ខ្ញុំហើយគាត់មានជំងឺជាទម្ងន់ដើម្បីព្យាបាលប្អូនរបស់ខ្ញុំគឺខ្ញុំបានធ្វើការផងហើយខ្ញុំបានទៅខ្ចីលុយគេផងខ្ចីគេម្ដង$100អញ្ចឹងណាដើម្បីទៅព្យាបាលរបស់គាត់ទិញថ្នាំសង្កូវអីចឹងទៅហើយឲ្យគាត់សម្រាកនៅមន្ទីរពេទ្យអញ្ចឹងប្រហែលខែកន្លងផុតទៅខ្ញុំជំពាក់គេរហូតទៅដល់ជិត$1000បងប្អូនហើយខ្ញុំពិបាកនៅក្នុងការសងគេវិញមែនទែនគឺខ្ញុំអត់មានលុយហើយខ្ញុំមិនដឹងថាសន្សំប្រហែលឆ្នាំទើបខ្ញុំអាចមានលទ្ធភាពនៅក្នុងការសងទៅម្ចាស់បំណុលនឹងវិញទេក៏ប៉ុន្តែបងប្អូនត្រូវដឹងថាប្រាក់ខែខ្ញុំត្រឹមតែ$200ទេអញ្ចឹងគ្រាន់តែហូបចុកពីអ្នកបងប្អូនហ្នឹងគឺខ្ញុំចំណាយអស់ទៅដល់ទៅ200ជាងបាត់ហើយខ្ញុំគ្មានលទ្ធភាពនៅក្នុងការសងគេបានទេក៏ប៉ុន្តែថ្ងៃមួយមានបុរសម្នាក់ដែលគាត់ចិត្តល្អខ្លាំងមែនទែនគាត់បានសងចំនួន$1000នោះគាត់បានចេញលុយ$1000សងទៅកាន់ម្ចាស់បំណុលរបស់ខ្ញុំហើយក្រោយមកខ្ញុំក៏បានអរគុណគាត់មែនទែនហើយចងចាំនៅគុណដែលគាត់បានជួយខ្ញុំនឹងហើយក្រោយមកខ្ញុំបានរួចផុតអំពីចំណងនៃបំណុលនេះដូច្នេះហើយពេលនេះគឺខ្ញុំគ្មានបំណុលទៀតទេគឺខ្ញុំអាចចាប់ផ្ដើមជីវិតថ្មីបានប៉ុន្តែអ្វីដែលសំខាន់គឺខ្ញុំនៅតែចងចាំនិងដឹងគុណសម្រាប់អ្នកដែលជួយសងបំណុលសម្រាប់ជីវិតរបស់ខ្ញុំព្រះអង្គបានសងនៅរាល់ទាំងបំណុលទាំងថ្លៃនៃអំពើបាបនៃជីវិតចាស់របស់យើងដោយព្រះអង្គសុគតនៅលើឈើឆ្កាងរួចហើយដូចគ្នាទៅនឹងឧទាហរណ៍ដែលខ្ញុំបានបញ្យល់ទៅកាន់បងប្អូនរាល់ទាំងអំពើបាបដែលមាននៅក្នុងជីវិតចាស់របស់យើងត្រូវបានសងរួចរាល់ដោយការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងជំនួសបាបយើងហើយពេលនេះបងប្អូនទទួលបានសេរីភាពពីអំពើបាបហើយព្រះអង្គទ្រង់បានប្រទាននូវជីវិតថ្មីសម្រាប់ជីវិតយើងដើម្បីឲ្យយើងចាប់ផ្ដើមថ្មីនៅក្នុងព្រះគុណរបស់ព្រះអង្គយើងត្រូវតែបោះបង់ចោលនៅជីវិតចាស់របស់យើងការគិតជីវិតនិងរបៀបរស់នៅនៃជីវិតចាស់របស់យើងពីមុនហើយបងប្អូនទទួលនៅគំនិតថ្មីបងប្អូនទទួលនៅអ្វីថ្មីដែលព្រះអង្គទ្រង់បានប្រទាននៅក្នុងជីវិតយើងហើយចាប់ផ្ដើមរស់នៅក្នុងជីវិតថ្មីហើយចាប់ផ្ដើមរស់នៅក្នុងជីវិតថ្មីនៅក្នុងព្រះគុណរបស់ព្រះអង្គចំណុចទី3ដើម្បីបងប្អូនទទួលបានជីវិតថ្មីលុះត្រាតែបងប្អូនចាប់ផ្ដើមផ្លាស់ប្រែជីវិតបងប្អូនជាថ្មីឡើងវិញដោយនៅក្នុងព្រះបន្ទូលបានប្រាប់ថាអ្វីដែលចាស់បានកន្លងផុតទៅហើយអ្វីដែលថ្មីក៏ចាប់ផ្ដើមមកដល់វាជារឿងពិតដែលមនុស្សម្នាក់ដែលគាត់ជាមនុស្សបែបនេះហើយគាត់ផ្លាស់ប្ដូរទៅជាមនុស្សថ្មីបែបនោះគឺវាមិនមែនជារឿងងាយស្រួលទេវាគឺជារឿងដែលពិបាកមែនទែនហើយវាត្រូវការពេលវេលានៅក្នុងការផ្លាស់ប្រែប៉ុន្តែបងប្អូនកុំឲ្យព្រួយបារម្ភឡើយពីព្រោះការនេះមិនមែនបងប្អូនធ្វើម្នាក់ឯងនោះទេគឺព្រះអង្គទ្រង់ចាំជួយយើងជានិច្ចគ្រាន់តែថាបងប្អូនហ៊ាននៅក្នុងការចាប់ផ្ដើមថ្មីនៅក្នុងការផ្លាស់ប្ដូរខ្លួនឯងកាលពីមុនយើងជាមនុស្សម្នាក់ដែលគុំគួនរហ័សខឹងដែលអាត្មានិយមដែលតែងតែក្រអឺតក្រទមតែងតែដាច់ដោយឡែកពីគេប៉ុន្តែពេលនេះបងប្អូនខ្លាយទៅជាមនុស្សម្នាក់ដែលបន្ទាបខ្លួនដែលចោះសម្រងជាមួយនឹងដតីដែលគួរឲ្យចង់រាប់អានជាដើម
មានមនុស្សមួយចំនួនដែលជីវិតចាស់របស់គាត់មុនពេលដែលគាត់ជឿព្រះយេស៊ូវគឺគាត់ជាមនុស្សម្នាក់ដែលប្រម៉ាក់ច្រើនជក់បារីលេងល្បែងឯជាដើមក៏ប៉ុន្តែនៅពេលដែលគាត់ចាប់ផ្ដើមទទួលជឿព្រះយេស៊ូវគាត់ចាប់ផ្ដើមផ្លាស់ប្រែគាត់បដិញ្ញាចិត្តថាគាត់ឈប់ជក់បារីគាត់បដិញ្ញាចិត្តថាគាត់នឹងមិនផឹកប្រម៉ាក់ដូចពីមុនទៀតទេហើយគាត់មកព្រះវិហារគាត់ធ្វើការបម្រើជួយក្រុមជំនុំបង្រៀនមើលថែគុណក្មេជាដើមអញ្ចឹងការទាំងអស់នឹងឲ្យបងបង្ហាញអំពីជីវិតនៃការផ្លាស់ប្រែដែលពីមុនជាមនុស្សចាស់ពីមុនគាត់ជាមនុស្សបែបនេះក៏ប៉ុន្តែនៅពេលដែលគាត់ទទួលជឿព្រះយេស៊ូវគាត់បានផ្លាស់ប្រែថ្មីជាមនុស្សថ្មីអូខេអញ្ចឹងសរុបមកវិញដើម្បីទទួលបានជីវិតថ្មីមាន3ចំណុចសំខាន់ដែលយើងត្រូវតែអនុវត្តជាមួយគ្នាចំណុចទី1គឺបងប្អូនត្រូវចាំថាដើម្បីទទួលបានជីវិតថ្មីគឺយើងត្រូវតែកើតជាថ្មីជាមុនសិនហើយកើតជាថ្មីនេះមិនមែនបងប្អូនប្រឹងកើតម្ដងទៀតនោះទេក៏ប៉ុន្តែគឺព្រះយេស៊ូវព្រះអង្គទ្រង់បានប្រទាននៅជីវិតថ្មីសម្រាប់យើងគឺយើងត្រូវតែកើតជាថ្មីគឺមិនមែនកើតខាងរូបកាយគឺយើងទៅកើតម្ដងទៀតទេគឺយើងកើតជាថ្មីគឺកើតខាងឯព្រលឹងវិញ្ញាណហើយនៅពេលដែលយើងបានកើតជាថ្មីខាងព្រលឹងវិញ្ញាណហើយចំណុចទី2ដែលយើងត្រូវធ្វើនោះគឺបងប្អូនត្រូវតែបោះបង់ចោលនៅជីវិតចាស់របស់យើងពីមុនយើងជាមនុស្សបែបម៉េចអាក្រក់បែបម៉េចមិនល្អបែបម៉េចបងប្អូនត្រូវតែបោះបង់វាចោលហើយបំភ្លេចចោលនៅរាល់ទាំងចំណុចអវិជ្ជមាននៃអតីតកាលនៅក្នុងជីវិតយើងហើយបន្ទាប់ពីយើងបំភ្លេចចោលបងប្អូនត្រូវបោះបង់ចោលនៅជីវិតចាស់របស់យើងចំណុចទី3ដែលយើងត្រូវធ្វើគឺបងប្អូនទទួលជីវិតថ្មីបងប្អូនត្រូវតែផ្លាស់ប្រែថ្មីជាមនុស្សថ្មីគឺបងប្អូនហ៊ានទទួលអ្វីដែលថ្មីបងប្អូនត្រូវតែក្លាហាននៅក្នុងការចាប់ផ្ដើមជីវិតថ្មីផ្លាស់ប្ដូរខ្លួនឯងគឺទទួលបាននូវអត្តសញ្ញាណថ្មីពីព្រះអម្ចាស់ទាំងចិត្តគំនិតរបស់យើងទាំងកាយវិការរបស់យើងទាំងពាក្យសម្ដីដែលយើងចេញមកគឺបង្ហាញអំពីសេចក្តីស្រឡាញ់របស់ព្រះនិងភាពល្អនិងសេរីរុងរឿងរបស់ព្រះតាមរយៈជីវិតរបស់យើងដើម្បីឲ្យគេឃើញនៅការល្អរបស់យើងហើយថ្វាយសេរីល្អទៅកាន់ព្រះជាម្ចាស់ផងដែរបាទអរគុណនេះគឺជាព្រះបន្ទូលដែលខ្ញុំចង់ចែកចាយទៅកាន់បងប្អូននៅក្នុងថ្ងៃនេះផងដែរអញ្ចឹងសង្ឃឹមថាបងប្អូនបានស្គាល់ព្រះយេស៊ូវគ្រីស្ទហើយបងប្អូនបានទទួលយកទ្រង់ហើយបងប្អូនទាំងអស់គ្នាបានកើតជាថ្មីហើយទទួលបានជីវិតថ្មីនៅក្នុងព្រះគុណនិងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ទាំងអស់គ្នាផងដែរបាទសូមអរគុណសម្រាប់ពេលវេលាបងប្អូននៅក្នុងការយកចិត្តទុកដាក់នៅក្នុងការទស្សនាវីដេអូនេះផងដែរបាទសូមអរគុណសូមព្រះប្រទានពរ